សូមជឿនរឿងសត្វអន្ត្រីនិងក្រពើនៅលើកោះមួយមានសត្វអន្ត្រីមួយនិងក្រពើមួយរស់នៅរាល់ថ្ងៃអន្ត្រីតែងតែហើរឆាបចំណីពីត្រើយមកខាងមកស៊ីថ្ងៃមួយក្រពើឃើញអន្ត្រីពាំចំណីមកដាក់មុខរួមខ្លួនគិតថាអញនឹងដណ្ដើមសាច់ចម្រៃពីអន្ត្រីគិតហើយវាក៏ចេញពីរុងវាក៏សួរអន្ត្រីថាណែមិនក៏ឯងលួចដំរីជាអាហារអញអន្ត្រីឆ្លើយដំរីនេះអញចាប់យកពីត្រើយសមុទ្រមកទុកដល់អំបញ្ញមិញមិនថាអញលួចអាហារឯងក្រពើនិងអន្ត្រីបានឆ្លោះប្រកែកគ្នាមិនដាច់ស្រេចក៏ទៅប្តឹងតាបោះក្រពើថាខ្ញុំខំសាច់ដំរីស៊ីនៅមុខរួមជារៀងរាល់ថ្ងៃតែអន្ត្រីមកដេញដើមសាច់ពីខ្ញុំអន្ត្រីថាដំរីនេះខ្ញុំចាប់ពីត្រែមកខាងស្រាប់តែក្រពើវាឡើងមកខ្ញុំលួចចំណីវាតើបោះមើលដំរីឃើញតែឆ្នាំ ក្រចកអន្ត្រីពុំឃើញចង្កូក្រពើក៏កាត់ក្តីថាអន្ត្រីមានផុសត្រាងប្រកាសឲ្យក្រពើគ្មានទេដូច្នេះអន្ត្រីជាអ្នកឈ្នះគំនិតអប់រំមួយការកេងប្រវ័ញ្ចញើសឈាមអ្នកដទៃគឺជាអំពើអាក្រក់2កុំលួចគេដើម្បីក្រពះព្រោះយើងមិនអាចលួចមួយដងស៊ីបានមួយជីវិតទេ3ការរំលោភបំពានអ្នកដទៃតែងតែត្រូវទទួលបានភាពអាម៉ាស់សូមអរគុណសុខភាពល្អ